បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀមសបរទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានអង្គុចមួយអង្គបងប្អូនណាបាទគឺយកមកដាក់ថតចែកជូនឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទហើយប្រភេទនៃអង្គុចនេះដែរដូចខ្ញុំបានជម្រាបចឹងបងប្អូនណាបាទរបស់នេះគឺខ្ញុំមានយូរឆ្នាំហើយបងប្អូនណាបាទខ្ញុំបាននៅក្នុងចន្លោះឆ្នាំ2014 2015បាទបានរបស់នេះចន្លោះនៅក្នុងឆ្នាំ2014ឬក៏2015បងប្អូនណាបាទនៅក្នុងចន្លោះឆ្នាំហ្នឹងបាទហើយមកទល់សប្តាហ៍ថ្ងៃនេះបងប្អូនណាមកទល់សប្តាហ៍ថ្ងៃនេះបាទរបស់នេះដែរជារបស់កម្រមួយជារបស់ពិសេសមួយហើយខ្ញុំគិតថាប្រហែលជាមិនទាន់មានអ្នកមានប្រភេទគុជបែបនេះទេបងប្អូនណាបាទហើយប្រហែលជាអាចមានតែមួយផងក៏មិនដឹងដែរបងប្អូនណាដោយសារយើងគិតថាអញ្ចឹងដោយសារមិនដែលធ្លាប់មានឃើញបងប្អូនតែគាត់មានរបស់នេះយកមកដាក់ផុសសោះបងប្អូនណាបាទដូចខ្ញុំបានជម្រាបអញ្ចឹងបាទរបស់នេះគឺពិសេសតែម្ដងបងប្អូនណាបាទបើតាមយសពបងប្អូនណាបាទយើងនិយាយតាមយសពទេបងប្អូនណាយសពបងប្អូនប្រុសដែលគាត់បានជួបរបស់នេះដំបូងបាទគេឲ្យយសពគាត់ទៅយកគុជនៀកបងប្អូនណាបាទទៅយកគុជនៀកបាទពេលនោះគឺគាត់ក៏ទៅស្វែងរករបស់នោះក៏ជួបប្រភេទរបស់នេះឯងបាទគាត់ស្វែងរកគាត់ទៅជួបរូបរាងរបស់គាត់គឺស្អាតបងប្អូនឃើញទេបាទនេះរូបរាងគាត់គឺកលិចកលៈកាឡាបើយ៉ាងណាយើងមើលកាឡាដូចជាកាឡានៀកចឹងបងប្អូនណាបាទដូចជាកាឡានៀកដូចជាកាឡាអីចឹងនេះឃើញទេស្អាតបងប្អូនណាបាទស្អាតតែម្ដងនេះមិនមែនយើងកែច្នៃមិនមែនយើងធ្វើអីទេគឺធម្មជាតិសុទ្ធសាធបងប្អូនណាគឺធម្មជាតិសុទ្ធសាធតែម្ដងបាទនេះឃើញទេស្អាតតែធំដែរបងប្អូនណាបាទធំដែរនេះស្អាតហើយបើសិនជាយើងដាក់ពន្លឺយើងឈួលពន្លឺពិលចូលបងប្អូនណាបាទឈួលពន្លឺពិលចូលគឺភ្លឺក្រហមចាំងដូចជាមាសចឹងបងប្អូនណាបាទដូចជាពណ៌មាសចឹងបាទដូចជាមាសពណ៌គាត់គឺពណ៌មាសពេលដែលយើងដាក់ពន្លឺចូលទៅគឺស្អាតបងប្អូនណាបាទគឺស្អាតណាស់បាទនេះបើតាមសម្ដីបងប្អូនប្រុសដែលគាត់ឲ្យសពគាត់ហើយគាត់ទៅយកគេហៅថាគុជនៀកបងប្អូនណាបាទគេហៅថាគុជនៀកបាទរបស់នេះហើយក៏នៅជាមួយខ្ញុំហ្នឹងក៏យូរឆ្នាំហើយដែរបងប្អូនណាយូរឆ្នាំហើយដែរទៅតែថ្ងៃនេះគឺខ្ញុំយកមកដាក់ផុសចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទនៅក្នុងបណ្ដាញសង្គមហើយរបស់នេះគឺពិសេសបងប្អូនណាបាទនាំលៀបនាំជ័យនាំភាពត្រជាក់ត្រជុំច្មុំច្មើនៅក្នុងក្រុមគ្រួសារបងប្អូនណាបាទមានភាពត្រជាក់ត្រជុំល្អណាស់បងប្អូនណាបាទនាំតែលៀបនាំតែជ័យទេបាទមិនដែលចេះមានបញ្ហាទេបងប្អូនណាបាទរីកចម្រើននៅក្នុងគ្រួសារជានិច្ចក្រោយពេលដែលខ្ញុំមានវត្ថុនេះបងប្អូនណាបាទគឺមានវត្ថុនេះបាទពិសេសតែម្ដងបងប្អូនណាបាទក៏យកមកដាក់ថតផុសចែកជូនឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណានៅក្នុងបណ្ដាញសង្គមបាទហើយស្អាតបងប្អូនណាបាទគឺស្អាតណាស់បាទរបស់នេះខ្ញុំគិតថាប្រហែលជាមានតែមួយគ្មានពីរទេបងប្អូនណាបាទដោយសារមិនទាន់មានឃើញបងដែលគាត់មានគុជបែបនេះបាទដាក់ផុសចែកជូនដល់បងប្អូនទស្សនាទេពីព្រោះថាសម័យឥឡូវនេះមិនមែនអីដែលគួរឲ្យលាក់កំបាំងទេបងប្អូនណាត្រង់ថាគេជាវឬក៏មិនជាវក៏មិនដឹងដែរតែបើសិនជាបងប្អូនយើងមានរបស់អីប្លែកតែងតែថតផុសចែករំលែកឬក៏ថតផុសឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណានៅក្នុងបណ្ដាញសង្គមបាទគឺពិសេសតែម្ដងបងប្អូនណាបាទហើយរបស់នេះគឺខ្ញុំរក្សាទុកយូរឆ្នាំហើយបងប្អូនណាយូរឆ្នាំហើយបាទទៅតែថ្ងៃនេះក៏ឆ្លៀតយកវត្ថុមង្គលឬក៏វត្ថុប្រចាំតកូលបងប្អូនណាបាទវត្ថុមង្គលឬក៏វត្ថុប្រចាំតកូលបាទគឺយកមកថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទហើយស្អាតណាស់បងប្អូនណាបាទគឺស្អាតណាស់បាទរបស់នេះគឺពិសេសស្អាតតែម្ដងបាទពេលដែលយើងឃើញគឺមានអារម្មណ៍ថាស្រឡាញ់មានអារម្មណ៍ថាចង់បានបាទមានអារម្មណ៍ថាតិចកាន់ទៅគឺតិចដៃស្លាប់តែម្ដងបងប្អូនណាបាទគឺរបស់ពិសេសរបស់ដែលនាំតែលៀបនាំតែជ័យនាំតែសុខនាំចម្រើនដល់ក្រុមគ្រួសារយើងបងប្អូនណាបាទរបស់នេះគឺពិសេសតែម្ដងបាទបានទាំងការពារបាទបានទាំងសុភមង្គលនៅក្នុងក្រុមគ្រួសារបងប្អូនណាបាទគឺមហាពិសេសលើពិសេសបងប្អូនណាបាទគឺរបស់នេះបាទគឺខ្ញុំមិនដែលបានផុសហើយក៏មិនដែលបានអីដែរបងប្អូនណាបាទហើយថ្ងៃនេះក៏ឆ្លៀតយកវត្ថុនេះគឺយកមកថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណានៅក្នុងបណ្ដាញសង្គមដើម្បីឲ្យបងប្អូនបានស្គាល់បានឃើញបានដឹងជាចំណីចក្ខុចឹងទៅបងប្អូនណាបាទជាចំណីចក្ខុបាទគឺពិសេសដែរបងប្អូនណាគឺពិសេសដែរបាទពិសេស
ហើយស្អាតបងប្អូនណាបើយើងដាក់ពន្លឺទៅគឺចូលស្អាតណាបងប្អូនណាបាទគឺចូលពណ៌មាសតែម្ដងគឺជាយើងមើលពន្លឺទៅគឺពណ៌មាសឡើងក្រហមលឿងស្អាតណាបងប្អូនណាបាទគឺស្អាតតែម្ដងបាទគឺគេហៅថាគុជមង្គលបងប្អូនណាបាទខ្ញុំហៅថាគុជមង្គលទេបាទដោយសាររបស់នេះគឺជាវត្ថុមង្គលបងប្អូនណាជាវត្ថុដែលនាំលាភនាំជ័យដល់ក្រុមគ្រួសារយើងបងប្អូនណាបាទពិសេសហើយស្អាតរូបរាងរបស់លោកគឺបែបហ្នឹងពីធម្មជាតិគឺបែបហ្នឹងបងប្អូនណាបាទគឺពិសេសតែម្ដងបាទហើយចឹងក៏អត់មានអីទៀតទេបងប្អូនណាបាទក៏សូមឲ្យបងប្អូនទាំងអស់បាទជួយចុចសញ្ញាពាក្យថាជាវនិងសញ្ញាកណ្ដឹងជូនខ្ញុំបាទផងពេលដែលខ្ញុំបាទមានរបស់ថ្មីខ្ញុំតែងតែយកមកថតផុសចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទហើយបើសិនជាខ្ញុំនិយាយទៅក៏លើសលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលារបស់មង្គលពិសេសបងប្អូនណាបាទ